ណែមីនុបនេះទៅរកត្រីទៀតហើយមែនទេបាទមីងអើយខ្លួនក្ររហាមតែគេនិយាយអីបន្តិចបន្តួចមិនបានកុំមកកុហកខ្ញុំណាបងខ្ញុំនៅតូចណាស់យ៉ាងម៉េចខ្លាចខ្ញុំញ៉ាយប្រពន្ធបងមែនទេបានជាខំលាក់យ៉ាងហ្នឹងថ្ងៃនេះជួបតែរឿងមិនសប្បាយចិត្តគឺមីងអឿនគាត់បាននិយាយមើលងាយខ្ញុំខ្លាំងណាស់នេះក៏ព្រោះតែខ្ញុំក្រខ្ញុំត្រូវបានគេរើសអើងស្អប់ខ្ពើមអ្នកក្រដូចជាខ្ញុំណាស់កូនប្រុសដើមទ្រូង5ហាត់អត់ខ្លាចពត់ផ្ដៅម៉ែវាយទេមានត្រីមាសក្នុងពាងទឹកអើយមិនបានទេយកដំណឹងនេះទៅប្រាប់ពុកវាសិនទៅមានបុរសកំសត់ម្នាក់រស់នៅក្នុងខ្ទមចាស់រហែកធ្លុះធ្លាយស្ទើរតែគ្មានកន្លែងជ្រកបុរសនោះមានឈ្មោះថាមានុបដោយមានុបដើរបង់សំណាញ់ជញ្ជាត់ត្រីដើររើសក្តាមខ្យងយកទៅលក់គ្រាន់នឹងយកកម្រៃចិញ្ចឹមជីវិតអេមេនុបនេះទៅបងសំណាញ់ទៀតហើយមែនទេក្មួយបាទពូខ្ញុំទៅបងសំណាញ់បើបានច្រើនចាំទុកលក់ឲ្យពូមកសឡផងណាបាទពូមិនអីទេបើបានចាំខ្ញុំទុកឲ្យពូចុះនិយាយអញ្ចឹងតើពូទៅណាមានទាំងកំបិតមានទាំងចោមអូគឺពូទៅកាប់អស់នឹងរកជីកដំឡូងផងនឹងណាក្មួយក្រែងបានយកមកស្ងោរហូបបាទពូអញ្ចឹងខ្ញុំលាពូសិនហើយទាន់មិនតិចទៅចុះក្មួយយីថ្ងៃនេះផ្ការីកល្អល្អណាស់ពិតជាមានត្រីច្រើនមិនខានទេត្រីអីអញ្ចេះមានពណ៌មាសស្រស់ស្អាតម្លេះបើលក់ប្រកាសជាបានថ្លៃមិនខានទេហើយកុំលក់ខ្ញុំអីនេះយ៉ាងម៉េចនឹងហេតុអីក៏ត្រីចេះនិយាយមែនហើយព្រោះខ្ញុំមិនមែនជាត្រីធម្មតានោះឡើយយកខ្ញុំទៅផ្ទះរបស់លោកសិនទៅខ្ញុំនឹងរៀបរាប់ប្រាប់លោកទាំងអស់តែថ្ងៃនេះខ្ញុំមិនទាន់បានត្រីទេបើរកត្រីមិនបានខ្ញុំអត់មានកនឹងមហូបហូបបាយទេរឿងនេះលោកកុំអារម្មណ៍អីឲ្យតែលោកនាំខ្ញុំចេញពីទីនេះខ្ញុំនឹងសងគុណលោកជាមិនខានទេបានខ្ញុំនឹងយកត្រីមាសទៅផ្ទះចុះអរគុណលោកណាស់មានុបបានយកត្រីមាសទៅផ្ទះរបស់ខ្លួនហើយបានដាក់ត្រីមាសនោះនៅក្នុងពាងទឹករបស់ខ្លួននៅក្នុងផ្ទះរបស់ខ្ញុំគ្មានទឹកស្អាតដូចជានៅក្នុងបឹងកន្លែងត្រីមាសនៅទីណាហេតុអីក៏ចង់មកផ្ទះរបស់ខ្ញុំដាក់ខ្ញុំចូលក្នុងពាងសិនទៅពេលនេះខ្ញុំដកដង្ហើមមិនចេញទេបានសុំទោសផងលោកឃ្លានហើយមែនទេបាទតែមិនអីទេខ្ញុំនៅសល់កបន្តិចដែរខ្ញុំទៅដាំបាយសិននៅទីនេះសិនហើយណាគ្រាន់តែមានុបចូលទៅក្នុងផ្ទះហើយចេញមកវិញស្រាប់តែមានម្ហូបនិងបាយពីសពេញគ្រែធ្វើឲ្យមានុបឆ្ងល់យ៉ាងខ្លាំងមិនក៏នៅសុកមានបាយម្ហូបពេញគ្រែយ៉ាងនេះព្រោះតែលោកឃ្លានតែខ្ញុំធ្វើឲ្យមានបាយម្ហូបឲ្យលោកនេះត្រីមាសអាចធ្វើបានពិតមែនណាមែនហើយបើសិនជាលោកចង់ឲ្យជួយអីសូមប្រាប់មកចុះណែឆាប់ហូបបាយសិនទៅកុំឲ្យត្រជាក់តន់តើត្រីមាសអាចប្រាប់បានទេថាហេតុអីបានជាត្រីមាសមិននៅក្នុងបឹងនោះហើយចង់មកនៅជាមួយខ្ញុំទៅវិញមកពីមានុបជាមនុស្សល្អបើសិនជាខ្ញុំនៅក្នុងបឹងនោះហើយមានអ្នកផ្សេងគេចាប់ខ្ញុំបានពួកគេនឹងយកខ្ញុំទៅលក់ជាមិនខានទេតែនៅជាមួយខ្ញុំគ្មានអ្វីឲ្យត្រីមាសឆៃទេមិនថ្មីទេព្រោះខ្ញុំមិនឆៃក៏ឆ្អែតដែរខ្ញុំមិនមែនជាត្រីធម្មតាតាមពិតទៅខ្ញុំជាទេវតាតែដោយសារតែខ្ញុំធ្វើឲ្យមានកំហុសខុសនឹងច្បាប់ខាងលើទើបត្រូវធ្លាក់មកខ្លាចជាត្រីបែបនេះទេវតាហើយចុះពេលណាទើបត្រីមាសអាចរួចផុតពីទោសនេះទៅខ្ញុំនឹងត្រូវមកនៅទីនេះអស់មួយជីវិតតែខ្ញុំអាចបដូរទៅជារូបរាងជាមនុស្សបានលុះត្រាតែមានមនុស្សម្នាក់អាចជួយខ្ញុំបានតែប៉ុណ្ណោះ
តើអ្នកណាទៅដែលអាចជួយនាងបាននោះ អូយមិនអាចនិយាយបានទេបានអញ្ចឹងហូបហើយក៏សម្រាប់ចុះស្អែកមិនចាំបាច់ទៅរកត្រីទៀតទេព្រោះខ្ញុំនឹងធ្វើឲ្យលោកខ្លាចជាអ្នកមានទ្រព្យសម្បត្តិតាមអ្វីដែលលោកត្រូវការ ខ្ញុំមិនចង់បានអ្វីច្រើននោះទេខ្ញុំសុំតែអាហារហូប3ពេលឲ្យគ្រប់ទៅគឺបានហើយ អញ្ចឹងមិនអីទេខ្ញុំធ្វើតាមអ្វីដែលលោកចង់បាត់ទៅចុះ ណែមីនុបនេះទៅរកត្រីទៀតហើយមែនទេ បាទមីង ងាប់ហើយអាមីនុបហើយឈ្មោះសុទ្ធតែមីនុបតែរកអង្គច្រកឆ្នាំងគ្មានកម្លាំងដូចដំរីមៀតធំដូចកបីតែមិនចេះធ្វើអីក្រៅពីរកត្រីសោះអើយអញ្ចឹងតើបានជីវិតអត់ប្រពន្ធ ណែម៉ែវាមិនក៏ថាឲ្យគេអញ្ចឹងជីវិតគេបែបណាក៏ជាគេណាហើយម៉ែវាឯងតែចេះដឹងស្អី អើហើយវាយ៉ាងម៉េចនិយាយការពិតមិនបានទេអីកាន់ជើងអីណែយប់នឹងអត់ទៀតហើយណាអាកញ្ចាស់ និយាយដាក់គេបែបនេះមិនល្អទេណាព្រោះថាយើងរាល់ថ្ងៃនេះក៏មិនមានអីនោះដែរណាម៉ែវាកុំទៅនិយាយមើលងាយគេដូចនេះមាននប់ពូសុំទោសជំនួសប្រពន្ធពូផងណា បាទមិនអីទេពូខ្ញុំស្ដាប់ពីអស់នេះឡើងស៊ាំទៅហើយអ្នកភូមិគ្រប់គ្នាគេតែងតែនិយាយបែបនេះដាក់ខ្ញុំ អើយខ្លួនក្ររហាមតែគេនិយាយអីបន្តិចបន្តួចមិនបានណែសំណាងហើយណាយើងនេះមិនមានកូនស្រីបើសិនជាមានណាយើងមិនលើកឲ្យមនុស្សប្រុសក្ររហាមដូចជាឯងអញ្ចឹងទេលោកអើយ យាយហើយបែឯងនេះវាចេះតែយ៉ាងម៉េចនឹងជួបដៀលគេបែបនេះណែបើក្រៅពីមាននប់ណាសង្ស័យតែមាត់នឹងត្រូវស៊ីមលូស្លាមិនខានទេ អីអាតពេកចាស់នេះចង់ថៃខ្ញុំអីខ្ញុំទៅក៏បានព្រោះមិនចង់នៅចិត្តអ្នកក្រខ្លាចឆ្លងក្រ ពូទៅហើយណាហើយកុំប្រកាន់នឹងមីងឯងអីគេមាត់តែបែបនេះហើយ បាទពូ ថ្ងៃនេះស្ងាត់ត្រីដល់ហើយបើបែបនេះបានត្រីពីណាយកទៅលក់ទៅទេសភាពនៅទីនេះពិតជាស្រស់ស្អាតខ្លាំងណាស់ហេតុអីក៏ត្រីមីមិនចង់នៅកន្លែងស្អាតបែបនេះទៅវិញណោះរកត្រីមិនបានបែបនេះទៅរករើសក្តាមខ្យងយកទៅធ្វើម្ហូបសិនគ្រាន់តែគិតរួចមាននប់ក៏បានដើរទៅរើសក្តាមខ្យងគ្រាន់នឹងយកទៅធ្វើម្ហូបអូហូនៅទីនេះសម្បូរខ្យងណាស់ក្តាមក៏ច្រើនថ្ងៃនេះមិនខ្វះម្ហូបទេបងមាននប់កំពុងរកមើលអីនឹងបងកំពុងរើសក្តាមខ្យងយកទៅធ្វើម្ហូបនឹងណាហើយចុះឯងមកទីនេះធ្វើអីគេខ្ញុំមកកយគុណសម្រាប់ទេសភាពនឹងណាបងនៅទីនេះស្អាតដូចឋានសួគ៌អញ្ចឹងបានមកដល់ហើយអារម្មណ៍ស្រស់ស្រាយល្អដូចបងឃើញស្រាប់ហើយមិនហើយពីមុនមិនដែលមានទេសភាពស្អាតបែបនេះសោះតែពេលនេះធម្មជាតិស្អាតសូម្បីបងក៏ចង់មករាល់ថ្ងៃដែរបងមាននប់មិញនេះណាពេលខ្ញុំដើរកាត់ផ្ទះបងខ្ញុំឃើញមនុស្សស្រីស្អាតអើយស្អាតនេះបងមានប្រពន្ធហើយមិនក៏មិនប្រាប់សោះអញ្ចឹងបងស្ងាត់បានប្រពន្ធពីស្រុកណាមិនដឹងស្អាតដូចទេពអប្សរអញ្ចឹងនេះឯងនិយាយអីនឹងប្រពន្ធស្អីយើងនៅតែម្នាក់ឯងតាកុំមកកុហកខ្ញុំណាបងខ្ញុំនៅតូចណាស់យ៉ាងម៉េចខ្លាចខ្ញុំញ៉ាយប្រពន្ធបងមែនទេបានជាខំលាក់យ៉ាងហ្នឹងបើខ្ញុំឃើញច្បាស់នឹងភ្នែកទាំងគូរបស់ខ្ញុំនេះបើខ្មោចលងតើមានខ្មោចឯណាមកលងកដាលថ្ងៃចាស់បែបនេះទៅបងហើយបើសិនជាខ្មោចស្អាតអញ្ចឹងណាខ្ញុំដេកឲ្យលងរាល់ថ្ងៃហ្មង យេអាប្រុញនិយាយអីផ្ដេសផ្ដាស់បែបនេះអញ្ចឹងបងទៅផ្ទះវិញសិនហើយឯងនៅបន្តចុះបងមាននប់កុំភ្លេចនាំប្រពន្ធស្អាតបងមកលេងទីនេះផងណាដើម្បីឲ្យប្រពន្ធបងមានអារម្មណ៍ល្អបងទៅហើយខ្ជិលស្ដាប់សំដីមិនបានការរបស់ឯងណាអញទៅក៏ទៅចុះបងតែផ្ដាំសួរសុខទុក្ខប្រពន្ធបងផងណា
ដើរបណ្ដើរគិតបណ្ដើរពីសម្ដីរបស់ប្រុញធ្វើឲ្យមាណពដើរយ៉ាងលឿនដើម្បីចង់ដឹងថាតើមានមនុស្សស្រីមកពីណានៅផ្ទះរបស់ខ្លួនអាប្រុញថាឃើញមនុស្សស្រីនៅផ្ទះតើមានមនុស្សស្រីពីណាមកតែក្មេងមិនដែលនិយាយកុហកទេណាស់ហើយទៅដល់នឹងបានដឹងហើយពេលទៅដល់មាណពមិនបានឃើញមានស្រីស្អាតដោយពាក្យប្រុញថានោះឡើយមិនឃើញមានស្រីស្អាតមកពីណាផងអាប្រុញអើយអាប្រុញមកបោកឯងទាល់តែបានចាំមើលណាអាប្រុញជួបឯងម្ដងទៀតយើងនឹងទាត់ឯងឲ្យបាច់កាពេះកូនលោកត្រឡប់មកវិញហើយហ៎ឃ្លានទេខ្ញុំបានរៀបចំអាហារនៅលើគ្រែរួចហើយសូមលោកទៅពិសាចុះខ្ញុំអរគុណហើយណាតែខ្ញុំសួរនាងរឿងមួយបានទេមានអីក៏សួរមកចុះគឺមុននេះតើមានមនុស្សស្រីនៅផ្ទះនេះទេមនុស្សស្រីម្នាក់នោះគឺជាខ្ញុំនេះហើយតែខ្ញុំមិនអាចឲ្យលោកឃើញខ្ញុំនោះឡើយទេមិនបានឃើញទេមានអីមែនទេអត់ទេគឺមានក្មេងប្រុសម្នាក់ប្រាប់ថាបានដើរកាត់ទីនេះហើយក៏បានឃើញមានមនុស្សស្រីស្អាតនៅទីនេះប្រហែលជាគេកុហកខ្ញុំឲ្យមើលទៅមិនអីទេណាថ្ងៃនេះហាត់អីក៏លោកមើលទៅហាក់ដូចជាក្រៀមក្រំខ្លាំងម្ល៉េះថ្ងៃនេះជួបតែរឿងមិនសប្បាយចិត្តគឺមីងអឿនគាត់បាននិយាយមើលងាយខ្ញុំខ្លាំងណាស់នេះក៏ព្រោះតែខ្ញុំក្រខ្ញុំត្រូវបានគេរើសអើងស្អប់ខ្ពើមអ្នកក្រដូចជាខ្ញុំណាស់មិនអីទេឈប់ទៅចិត្តទៅណាហូបបាយឲ្យឆ្អែតហើយទៅសម្រាប់ចុះស្អែកនេះអ្វីៗគ្រប់យ៉ាងនឹងផ្លាស់ប្ដូរនេះមានន័យថាម៉េចគ្មានអីទេស្ដាប់តាមខ្ញុំទៅហូបបាយឲ្យឆ្អែតដើម្បីឲ្យមានកម្លាំងមនុស្សល្អតែងតែមានទេវតាតាមថែរក្សាបានពុកម៉ែថ្ងៃមិញណាពេលខ្ញុំដើរកាត់ផ្ទះបងមីណុំខ្ញុំបានឃើញស្រីស្អាតដូចទេពអប្សរអញ្ចឹងណាម៉ែខ្ញុំគិតថាប្រហែលជាប្រពន្ធបងមីណុំហើយណែឯងនិយាយស្អីហ្នឹងអាប្រុញក្ររហាមដូចជាវៀនហ្នឹងអីតើមានអាណាយកវៀននោះម៉ែខ្ញុំឃើញពិតមែនណាច្បាស់ចាស់តែម្ដងមែនហើយយើងដូចជាមិនដែលដឹងថាមាននុបគេមានប្រពន្ធសោះហើយតែឯងនិយាយជាការពិតទេអាប្រុញបាទពិតណាស់ពុកគឺកូនឃើញពិតមែនណាយើងមិនជឿឯងទេថាមនុស្សដូចជាអាមនុបមានប្រពន្ធណែអាប្រុញម៉ែមិនដែលបង្រៀនឯងឲ្យនិយាយកុហកនោះទេណាខ្ញុំអត់បានកុហកមែនណាម៉ែបើម៉ែមិនជឿចាំលួចមើលទៅនឹងបានដឹងហើយមែនហើយចាំមើលណាយើងនឹងចាំមើលថាឯងនេះនិយាយកុហកម៉ែឬមួយក៏អត់ណែតែបើឯងហ៊ានកុហកម៉ែណាយើងនឹងវាយឯងឲ្យណានៃម្ដងកូនប្រុសដើមទ្រូង5ហាត់អត់ខ្លាចពត់ផ្ដៅម៉ែវាយទេយីអាកូននេះមើលវាចុះណែពុកវាខ្ញុំគិតថានឹងចាំលួចមើលតើអាប្រុញវានិយាយពិតឬមួយក៏អត់មែនហើយពេលឮកូនប្រុញនិយាយអញ្ចឹងខ្ញុំនេះក៏ចង់ដឹងដូចគ្នាដែរណាម៉ែវាឈើនិយាយត្រូវគ្នាតែម្ដងណោះតាំងពីមានត្រីមាសចូលមកផ្ទះនេះខ្ញុំហាក់ដូចជាមានអ្វីគ្រប់យ៉ាងខ្ញុំពិតជាអរគុណត្រីមាសណាស់មិនអីទេណាខ្ញុំក៏ត្រេកអរដែលបានជួបមនុស្សល្អដូចជាលោកបានមើលថែខ្ញុំនិងជួយខ្ញុំឲ្យចេញពីទីនោះអើយណែពុកវាមានឮពួកគេនិយាយគ្នាទេគេនិយាយថាម៉េចខ្លះស្ដាប់អត់ឮនៅឆ្ងាយបែបនេះស្ដាប់ឮទើបចម្លែកយ៉ាងម៉េចពេលនេះជឿកូនហើយនៅថាវានិយាយជាការពិតជឿហើយតែខ្ញុំឆ្ងល់ណាស់ពុកវាតើស្រីនេះជាអ្នកណាកូនចៅអ្នកណាហេតុអីក៏យើងមិនដែលឃើញហើយពុកវាមានឆ្ងល់ដូចខ្ញុំទេថាអាមេនុបនេះមិនដែលដើរហើរទៅស្រុកភូមិណាទេតើស្រីនេះមកនៅក្នុងផ្ទះរបស់វាបានយ៉ាងម៉េចខ្ញុំដូចជាឆ្ងល់ខ្លាំងណាស់មែនហើយខ្ញុំនេះក៏ឆ្ងល់ដែរទៅផ្ទះសិនទៅបើចង់ដឹងស្អែកនេះចាំមកសួរឲ្យបានដឹងរឿងតែម្ដងអញ្ចឹងក៏បានតែបើសួរគេត្រង់បែបនេះគេមិនថាអីទេណែព្រោះវាជារឿងគេតើមែនតែបើសួរមិនបានក៏មានតែតាមដានបន្តទៀតនឹងហើយ
ត្រូវតែបែបនេះតោះទៅផ្ទះ ពន្លឺអីក៏ចាំងខ្លាំងម្ល៉េះអេនេះជាមាសប្រាក់តាត្រីមាសនេះជាស្នាដៃរបស់អ្នកតាមែនទី មែនហើយគ្រប់យ៉ាងខ្ញុំជាអ្នកធ្វើឲ្យវាចេញមកព្រោះខ្ញុំមិនចង់ឲ្យលោកត្រូវបានគេមើលងាយទៀតនោះទេ ខ្ញុំអរគុណត្រីមាសណាស់បើអញ្ចឹងមាសពេជ្រទាំងអស់នេះខ្ញុំនឹងយកទៅចែកទានដល់អ្នកក្រីក្រខ្លះនឹងយកទៅធ្វើបុណ្យខ្លះ បេះដូងរបស់លោកមានចិត្តបរិសុទ្ធល្អណាស់អរគុណហើយបើសិនជាលោកធ្វើបែបនេះខ្ញុំនឹងឆាប់បានរួចផុតពីកម្មនេះដែរ ត្រីមាសនិយាយថាម៉េចនេះបើសិនជាខ្ញុំធ្វើបែបនេះត្រីមាសនឹងផុតកម្មមែនទេ មែនហើយតែមិនមែនទាំងអស់នោះទេវាមានមួយចំណែកនៅក្នុងនោះដែរ បើអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើល្អឲ្យបានច្រើនដើម្បីបានជួយដល់ត្រីមាសទោះបីជាដោយវិធីណាក៏ដោយខ្ញុំនឹងជួយត្រីមាសឲ្យបាន ខ្ញុំពិតជាអរគុណមេនប់ខ្លាំងណាស់ ណែយាយខ្ញុំជូនយាយបើសិនជាមានខ្វះខាតអ្វីមករកខ្ញុំចុះណាយាយ អូយាយអរគុណណាស់ចៅតែចៅធ្លាប់តែក្រីក្រហេតុអីក៏ពេលនេះមានបានចែកទានដល់អ្នកខ្សត់បែបនេះហ៎ចៅ រឿងនេះខ្ញុំនឹងប្រាប់យាយនៅពេលក្រោយចុះណាមកអ្នកបន្តទៀតចូលមកយកចុះ អរគុណហើយចៅសូមឲ្យចៅសំណាងល្អណា បាទអរគុណលោកតាន់ណាដំណឹងចែកទានដល់ជនក្រីក្រធ្វើឲ្យល្បីសុសសាយពេញព្រះនគរគ្រប់គ្នាហាក់ឆ្ងល់ជាខ្លាំងថាមានុបមានទ្រព្យចែកទាននេះពីណាធ្វើឲ្យកាន់តែមានអ្នកចង់ដឹងនិងមានអ្នកច្រណែនឈ្នានីសក៏ច្រើន អេពុកវាថ្ងៃមុនណាឃើញនៅតែខ្ទមតូចរហែកធ្លុះធ្លាយតែពេលនេះវាមានលុយមកពីណាធ្វើផ្ទះធំស្កឹមស្កៃបែបនេះទៅពុកវាខ្ញុំមកដូចជាឆ្ងល់ដល់ហើយ ប្រហែលជាគេបានប្រពន្ធជាអ្នកមានហើយណាម៉ែវាឈប់ឆ្ងល់ទៅឃើញទេថាវាសនាមនុស្សមើលមិនឃើញពិតមែនមាននប់គេជាមនុស្សល្អបនប្រេងវាសនារបស់គេដែលល្អបែបនេះហើយឈប់ឆ្ងល់ទៅម៉ែវា អើមិនឲ្យខ្ញុំឆ្ងល់យ៉ាងម៉េចបើវាមានលឿនយ៉ាងហ្នឹងអើយមិនបានទេខ្ញុំត្រូវតែស៊ើបឲ្យដឹងការពិត ស្រេចតែម៉ែវាឯងចុះខ្ញុំមិនលេងចូលទេណា អើយខ្ញុំទៅម្នាក់ឯងក៏បាន ចាំមិនហើយការចែកទានលើកនេះ ពិតជារីករាយខ្លាំងណាស់មិននឹកស្មានថាខ្ញុំពិតជាមានថ្ងៃនេះសោះ យាយអាមេនុកវានិយាយជាមួយអ្នកណាគេនិយាយជាមួយពីងទឹកឬក៏យ៉ាងម៉េចហ្នឹងអីហើយក្នុងពីងនោះមានស្អីបានជាវានិយាយតែម្នាក់ឯងចឹងអើយឬមួយក៏វាចែកទានរហូតខ្លាយជាមនុស្សឈួតហើយទេដឹង ត្រីមាសអើយបើគុំតែបានអ្នកជួយខ្ញុំទេម្លេះខ្ញុំមិនស្គាល់ទេការធ្វើបុណ្យទានអីបែបនេះហើយផ្ទះធំបែបនេះខ្ញុំក៏គ្មានវាសនានឹងបាននៅដែរ មិនអីទេឲ្យតែមេនប់ធ្វើអំពើល្អបែបនេះសំណាងល្អនឹងនៅមានចំពោះមេនប់ជានិច្ច អាយស្អីគេឮដូចជាត្រីមាសមានត្រីមាសក្នុងពីងទឹកអើយមិនបានទេយកដំណឹងនេះទៅប្រាប់ពុកវាសិនទៅបានអើយពុកវាអើយពុកវា ហើយយ៉ាងម៉េចមានរឿងអីហៅអីក៏ហៅម្លេះ ណែគឺខ្ញុំមានរឿងចង់ប្រាប់ពុកវាឯងណា និយាយមកមើលតើជារឿងអីហើយទៅលួចមើលគេមកនេះយ៉ាងម៉េចឃើញប្តីប្រពន្ធគេល្អកល្អឿននឹងគ្នាឬយ៉ាងម៉េចបានចិនតែនតែងយ៉ាងនេះហ៎ អូយអត់ទេពុកវាខ្ញុំមិនបានឃើញប្រពន្ធមេនុបស្អីនោះទេតែខ្ញុំបានឮដំណឹងផ្សេង ពុទ្ធោតើពេលណានិយាយពេលនេះខ្ញុំចាំស្ដាប់ឡើងស្ងួតជើងថ្មិញអត់ទៅហើយនេះ គឺកំពុងតែនិយាយនេះហើយគឺខ្ញុំបានឃើញអាមេនុបនិយាយជាមួយពីងទឹកហើយហៅថាត្រីមាសពេញមាត់ខ្ញុំណាសង្ស័យក្នុងពីងទឹកនឹងមានស្អីចម្លែកជាក់ជាមិនខានទេពុកវា ពិតមែនហ៎អញ្ចឹងយប់នេះចាំខ្ញុំទៅមើលថាមានអ្វីនៅក្នុងពីងទឹកនោះ
មែនហើយខ្ញុំពិតជាចង់ដឹងណាស់ពុកវាថាតើមានអ្វីបើសិនជាមានត្រីមាសមែនណាខ្ញុំនឹងចាប់យកមកធ្វើម្ហូបស៊ីឲ្យវាឆ្ងាញ់មាត់ម្ដងក្រែងមានសំណាងខ្លាយជាអ្នកមាន ដេកសម័យពេកទេដឹងអី អីណែក្រែងពុកវាថាវាសនាមនុស្សមើលមិនឃើញនោះអី មែនហើយតែមិនជាការលួចរបស់គេនោះទេខ្ញុំទៅយប់នេះគ្រាន់តែចង់ដឹងតែប៉ុណ្ណោះថាមានអីនៅក្នុងនោះតែมันបានឲ្យម៉ែវាឯងទៅយករបស់គេទេយល់នៅ ក៏បានល្មមឈប់ទេសនាទៀតទៅពុកវាហើយចោះស្អីគេពណ៌ចាំងចាំងចេញពីក្នុងពាងទឹកនោះ កុំមាត់លឺពេកប្រយ័ត្នគេលឺ ពុកវាមើលអីជាស្អីហ្នឹងពណ៌ចាំងចាំងល្អម្ល៉េះនេះ ហាត្រីពណ៌មានតើម៉ែវាពិតជាមានពណ៌មាសពិតមែន អញ្ចឹងបានន័យថាត្រីនេះធ្វើម្ហូបច្បាស់ជាឆ្ងាញ់មាត់ជាមិនខានទេ ហើយនេះម៉ែវាគិតចង់ធ្វើអី កុំចេះខ្ញុំនឹងយកត្រីនេះទៅធ្វើម្ហូបឲ្យឆ្ងាញ់មាត់ម្ដងពុកវាគ្រាន់តែត្រីសោះហ្នឹងណាណែទោះបីជាយកក៏គ្មានស្អីដែរព្រោះវាធ្លាប់ឲ្យពុកវាឯងរហូតតើមិនអញ្ចឹងអី ស្រេចតែម៉ែវាឯងទៅអញ្ចឹង អញ្ចឹងពុកវាឯងចាប់ត្រីនេះច្រកថងទៅ តើវាសនាត្រីមាសនឹងទៅជាយ៉ាងណាបន្ទាប់ពីទៅដល់ដៃមីងអឿនហើយនោះតើត្រីមាសនឹងត្រូវក្លាយជាចំណីរបស់ប្តីប្រពន្ធនេះឬយ៉ាងណាសូមកុំភ្លេចរងចាំតាមដានទស្សនាភាគបន្តសូមអរគុណ